បាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel S Film Recap នៅក្នុងវីដេអូនេះដែរមានធ្វើការសម្រាយរឿងមួយរឿងហ្នឹងគឺមានចំណងជើងថា Killer H បាទអញ្ចឹងចង់ដំណើររឿងរបស់យើងមានការវាយប្រហារគ្នាសម្លាប់គ្នាបាញ់ចាត់ការគ្នាយ៉ាងណានោះយើងតាមដានទស្សនាជាមួយនឹង Admin ទាំងអស់គ្នាបាទស៊ីរឿងរបស់យើងចាប់ផ្ដើមឡើងដោយបង្ហាញនៅគិតកោដ៏ស្ទាត់ជំនាញម្នាក់ដែលមានឈ្មោះថា Victor កំពុងតែនិយាយជាមួយនឹងគ្រូបង្វឹករបស់គាត់សុំទោសដោយគាត់លើកឡើងថាគាត់នឹងលាឈប់ពីការងារជាគិតកោនឹងហើយបាទគាត់សុំចូលនិវត្តន៍ចង់រស់នៅជីវិតសាមញ្ញធម្មតាដូចគេដូចឯងលោកគ្រូបង្វឹករបស់គាត់ដែលឮបែបនឹងភ្លាមគាត់មិនបដិសេធអ្វីទេចង់លាឈប់ក៏លាឈប់ទៅបាទអាចរស់នៅជីវិតល្អសាមញ្ញធម្មតាក៏មួយយ៉ាងដែរបាទហើយក្រោយពីនឹងទៅប្រូ Victor របស់យើងក៏បានទៅជួបជាមួយនឹងមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Anna ដែលនេះគឺជាគិតកោមានសមត្ថភាពប្រហែលជាមួយនឹងប្រូ Victor ផងដែរលោក Victor របស់យើងក៏សុំឲ្យកញ្ញា Anna លាឈប់ពីការងារមួយនឹងដោយទៅចាប់ផ្ដើមជីវិតថ្មីជាមួយគាត់តែកញ្ញាអេណានក៏បានបដិសេធបើទោះបីជាគាត់នឹងវល់កយ៉ាងណាក៏ដោយនាងលើកឡើងថាបើសិនបើលោកចង់រស់នៅជីវិតដ៏មានសេរីភាពនោះបើស្វែងរកដៃគូថ្មីទៅមិនបាច់ចាំនាំខ្ញុំទៅជាមួយនោះទេបើលើសម្ដីនេះភ្លាមគឺធ្វើឲ្យប្រូ Victor របស់យើងមានការក្តុកក្តួលខូចចិត្តជាខ្លាំងគាត់ក៏បានបែកផ្លូវពីកញ្ញាអេណានៅពេលហ្នឹងចឹងទៅបាទ15ឆ្នាំបន្ទាប់ពីហ្នឹងទៅយើងឃើញថាកញ្ញាអេណាកំពុងតែជិះទូកធ្វើដំណើរទៅកាន់រដ្ឋ California នៅតាមផ្លូវនោះដែរនាងក៏បានរំលឹករឿងកាលពីសប្តាហ៍មុនដែលនាងគឺបានបំពេញបេសកកម្មលើកចុងក្រោយរបស់នាងដែលនាងជ្រុលសម្លាប់ទៅកាន់បរិសម្នាក់ដែលត្រូវជាប្តីនៃមេម៉ាហ្វៀនៅក្នុងទីក្រុងញូវយ៉កណាចឹងហើយនាងគឺត្រូវបាននារីជាមេម៉ាហ្វៀដេញតាមប្រមាញ់នាងរត់ពីមួយកន្លែងទៅមួយកន្លែងរហូតដល់ពេលនេះនាងត្រូវធ្វើដំណើរទៅកាន់រដ្ឋ California ដើម្បីគេចខ្លួនបាទយើងក៏លេចមកកាន់ប្រូ Victor របស់យើងឯនេះវិញគាត់បានសាងជីវិតថ្មីរបស់គាត់យ៉ាងសុខសុភមង្គលដោយគាត់មានភរិយាដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា Madison និងកូនចំនួន2នាក់គាត់ហើយមិនតែប៉ុណ្ណោះបាទនៅពេលនេះគាត់បានបើកនៅក្លឹបវឹកហាត់ក្បាច់គុនការ៉ាតេដូបាទគាត់ជាគ្រូបង្វឹកណាជីវិតរបស់គាត់ពេលនេះពិតជាមានសុខសន្តិភាពមិនដូចទៅនឹងជីវិតកាលពីពេលមុនឡើយបាទនៅយកមួយនៅពេលដែលប្រូ Victor របស់យើងមកដល់កន្លែងវឹកហាត់ការ៉ាតេនឹងនោះបាទគាត់ក៏បានឃើញនៅកញ្ញា Anna មកដល់ទីហ្នឹងបាទគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយប្រូ Victor របស់យើងក៏បានប្រាប់ឲ្យកញ្ញា Anna នឹងចាក់ចេញពីទីហ្នឹងទៅឲ្យពន្យល់ទៅកាន់នាងថាគាត់គឺមិនចង់ត្រឡប់ទៅកាន់ជីវិតជាឃាតករអីទេកុំមកព្យាយាមបញ្ចុះបញ្ចូលគាត់នោះបាទលើនេះភ្លាមបាទកញ្ញា Anna ក៏បានពន្យល់ទៅកាន់ប្រូ Victor របស់យើងថាខ្លួនមកទីហ្នឹងដើម្បីសុំស្នាក់អាស្រ័យបណ្ដោះអាសន្នតែប៉ុណ្ណោះដោយពេលនេះនាងកំពុងតែកិច្ចខ្លួនពីការតាមប្រម៉ាញ់នៃមេម៉ាហ្វៀនាងអង្វរកទៅកាន់ប្រូ Victor យើងម្ដងហើយម្ដងទៀតមកសុំឲ្យនាងនៅទីហ្នឹងណាខណៈពេលដែលយើងកំពុងនិយាយគ្នាដែរបាទក៏លេចចេញនៅបរិសម្នាក់ដែលពាក់មួកយ៉ាងស្អាតមកចូលមកដល់ក្នុងក្លឹបវឹកហាត់នឹងដែរបាទនៅពេលនោះប្រូ Victor របស់យើងក៏បានប្រាប់ទៅកាន់បរិសម្នាក់ហ្នឹងថាពេលវេលាយប់ហើយហ្នឹងគឺគាត់មិនបង្វឹកហាត់អីទេចង់មកវឹកហាត់ចាំថ្ងៃស្អែកទៅយ៉ាងណាក៏ដោយបរិសម្នាក់ហ្នឹងក៏បានលើកឡើងថាគាត់មិនមែនចង់មកវឹកហាត់ទេគាត់មកទីហ្នឹងដើម្បីសម្លាប់ចាត់ការទៅកាន់កញ្ញា Annaដែលគាត់តាមដានមកដល់ទីហ្នឹងបាទប្រូ Victor របស់យើងនៅពេលដែលគាត់មិនអាចអោបដៃចូលមើលនោះទេគាត់ក៏បានធ្វើការវាយប្រហារវាយុទ្ធជាមួយនឹងបរិសម្នាក់ហ្នឹងហើយក្រោយពេលដែលការវាយប្រហារយ៉ាងតានតឹងទៅនៅទីបំផុតទៅបរិសម្នាក់ហ្នឹងក៏ចុះចាញ់ក្រោមទ្វេដៃរបស់ប្រូ Victor ហើយកញ្ញា Anna នេះវិញក៏ឆ្លៀតឱកាសហ្នឹងធ្វើការសម្លាប់ចាត់ការទៅកាន់ឃាតករម្នាក់ហ្នឹងចោលតែម្ដងបាទប្រូ Victor របស់យើងនៅពេលនោះក៏សុំឲ្យកញ្ញា Anna ពន្យល់មើលថាតើមានរឿងអ្វីកើតឡើងកញ្ញា Anna ក៏បានពន្យល់ថាកាលពីមួយសប្តាហ៍មុនខ្លួនគឺបានសម្លាប់ទៅកាន់ប្តីនៃមេម៉ាហ្វៀនៃទីក្រុងញូវយ៉កណាដោយនាងគឺមិនដឹងថាម្នាក់ហ្នឹងគឺជាប្តីមេម៉ាហ្វៀអីទេខ្លួនគាត់ដឹងថាគេជួលឲ្យសម្លាប់តែប៉ុណ្ណោះបាទលើនេះភ្លាមប្រូ Victor របស់យើងក៏មានការយោគយល់ហើយក៏ឲ្យនាងស្នាក់នៅកន្លែងវឹកហាត់របស់គាត់ប៉ុន្តែគឺស្ថិតនៅក្នុងលក្ខខណ្ឌថានាងមិនត្រូវបង្ហាញខ្លួនឲ្យពីណាឃើញបាទមិនឲ្យពីណាដឹងអីឡើយបាទបន្ទាប់ពីហ្នឹងទៅពេលវេលាមួយថ្ងៃចេះតែកន្លងផុតទៅឃើញថាកញ្ញា Anna ព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រូ Victor ដោយបានរំលឹករឿងរ៉ាវកាលពីអតីតកាលរវាងពួកគេទាំងពីរបាទយ៉ាងណាក៏ដោយប្រូ Victor របស់យើងដែលជាមនុស្សប្រុសស្មោះស្នេហ៍នោះគាត់មិនអាចធ្វើឲ្យនឹងបាននោះទេបាទគាត់ត្រូវតែស្មោះស្ម័គ្រចំពោះភរិយារបស់គាត់និងកូនរបស់គាត់នៅពេលបាទយើងងាកមើលអ្នកស្រីម៉ាសាណានេះវិញនាងគឺជាមេម៉ាហ្វៀដែលកំពុងតាមប្រម៉ាញ់ទៅកាន់កញ្ញា Anna ដោយសារតែការស្លាប់បាត់បង់ជីវិតប្តីរបស់អ្នកស្រីទាំងឯងហើយនាងកំពុងតែនិយាយជាមួយនឹងបងប្រុសរបស់នាងថានាងបានបញ្ជូនឃាតករដេញតាមប្រម៉ាញ់ទៅកាន់កញ្ញា Anna ហើយប៉ុន្តែនៅពេលនេះ
បែរជាបាត់ដំណឹងសូនជឹងតែម្ដងបាទបងប្រុសរបស់នាងលឿននេះភ្លាមក៏ឲ្យយោបល់ទៅកាន់ប្អូនស្រីថាមិនគុំជូនគិតកោទៅជាហែទៅបាទម្នាក់គឺមិនអាចចាត់ការទៅកាន់អេណានឹងទេបាទនាងគឺជាគិតកោជើងខ្លាំងដែរណាតែប៉ុណ្ណោះគាត់ក៏សន្យាថានឹងលុកដៃដោយផ្ទាល់តែម្ដងបើសិនបើគិតកោទាំងអស់នឹងបរាជ័យបាទទីផុតទៅអ្នកស្រីម៉ាសាណាក៏សម្រេចចិត្តតាក់ទងអគិតកោម្នាក់ទៀតដេញតាមប្រមាញ់សម្រាប់ចាត់ការទៅកាន់កញ្ញាអេណាបានហើយជាមួយគ្នាដែរប្រូវីកទ័ររបស់យើងនៅស្ថិតនៅផ្ទះរបស់គាត់បានប្រាប់ឲ្យកូនរបស់គាត់ចូលដេកទៅបាទកុំឲ្យយប់ជ្រៅតន់ហើយថ្ងៃបន្ទាប់ក៏បានមកដល់ប្រូវីកទ័ររបស់យើងក៏បានទៅជួបជាមួយនឹងកញ្ញាអេណានៅក្លឹបហ្វឹកហាត់ការ៉ាតេដូនឹងដើម្បីប្រាំពីដំណឹងដ៏សំខាន់មួយដែលគាត់ទទួលបានពីលោកគ្រូរបស់គាត់ថាមេម៉ាហ្វៀដែលមានឈ្មោះថាម៉ាសាណានឹងក៏បានបញ្ជូននៅគិតកោថ្មីម្នាក់ទៀតឲ្យសម្លាប់ទៅកាន់កញ្ញាអេណាទៀតហើយតែគិតកោនឹងគឺជាបរិសម្នាក់ដែលបើកហាងកាត់ដេណាហើយហាងហ្នឹងគឺមិនហើយហាងហ្នឹងគឺស្ថិតនៅមិនឆ្ងាយពីផ្ទះរបស់ប្រូវីកទ័រប្រហែលឡើយបាទលឿននេះភ្លាមកញ្ញាអេណាក៏លើកឡើងថាពួកយើងមិនអាចឲ្យគិតកោម្នាក់ហ្នឹងសម្រុកមកដល់ទីហ្នឹងមុនទេបាទត្រូវតែទៅចាត់ការបរិសម្នាក់ហ្នឹងទៅដល់ហាងពាក់នោះតែម្ដងហើយបន្ទាប់ពីហ្នឹងទៅយើងឃើញថាពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើដំណើរទៅដល់ហាងហ្នឹងហើយអ្វីគួរឲ្យភ្ញាក់ផ្អើលប្រូវីកទ័ររបស់យើងក៏បានសម្លឹងឃើញអ្នកស្រី Madison ភរិយារបស់គាត់ហ្នឹងកំពុងតែស្ថិតនៅទីហ្នឹងដែរគាត់ក៏បានបញ្ជាឲ្យអ្នកស្រី Madison បញ្ញាបញ្ញាទៅផ្ទះអ្នកស្រីក៏សួរថាតែមានរឿងអ្វីកើតឡើងនឹងប្រូវីកទ័ររបស់យើងក៏បានកុហកថាគាត់មានការប្រច័ណ្ឌបាទទៅកាន់ម្ចាស់ហាងកាត់ដេរនឹងហើយក៏សុំឲ្យអ្នកស្រី Madison នឹងបញ្ញាបញ្ញាទៅផ្ទះជាមិនតាន់បាទមិនឲ្យមានទំនាក់ទំនងអីជាមួយម្ចាស់ហាងឡើយហើយទីបំផុតទៅក្រោយពេលដែលអ្នកស្រី Madison បានចាក់ចែងទៅនោះប្រូវីកទ័រនិងកញ្ញាអេណាក៏បានសម្រុកចូលទៅក្នុងហាងនឹងប្រឈមមុខជាមួយនឹងជាងកាត់ដេរម្នាក់នឹងដែលគឺជាគិតកោម្នាក់ដែរណាបាទយើងឃើញថាប៉ែនឹងក៏បានបញ្ចេញនៅក្បាច់គុណបុរាណចិនដើម្បីធ្វើការវិភាគទៅកាន់ពួកគេទាំងពីរប៉ុន្តែពួកគេទាំងពីរក៏បានវាបហាទៅកាន់បរិសម្នាក់នឹងបានយ៉ាងងាយបាទសម្រាប់ចាត់ការភ្លាមនៅកន្លែងតែម្ដងបាទថ្ងៃបន្ទាប់ក៏បានម្ដងយើងឃើញថាអ្នកស្រីម៉ាសាណាដែលវិញក៏ទទួលការរាយការណ៍ពីជំនួយការបរិសុទ្ធនៃស្នាមរបស់អ្នកស្រីថាគិតកោដែលត្រូវបានបញ្ជូននៅសម្រាប់ទៅកាន់កញ្ញាអេណានឹងស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយក្តីកំហឹងអ្នកស្រីម៉ាសាណាក៏បានបញ្ជាឲ្យបរិសុទ្ធនៃស្នាមម្នាក់នឹងជួលទៅកាន់គិតកោដែលមានភាពស្ទាត់ជំនាញជាងនឹងបាទភ្លាមដែរបាទបរិសុទ្ធនៃស្នាមនឹងក៏បានតាក់ទងទៅកាន់គិតកោដែលជាបរិសុទ្ធសាច់ដុំម្នាក់ឲ្យសម្រាប់ទៅកាន់កញ្ញាអេណាបាទថ្ងៃបន្ទាប់ក៏បានម្ដងបាទប្រូវីកទ័ររបស់យើងក៏បាននិយាយពិភាក្សាជាមួយនឹងកញ្ញាអេណាពាក់ព័ន្ធជាមួយនឹងរយៈពេលដែលនាងបាទស្នាក់នៅកន្លែងក្លឹបហ្វឹកហាត់ការ៉ាតេរបស់គាត់ណាគាត់លើកឡើងថាគាត់មិនមែនចង់ដេញនាងចាញ់ទេតែធ្វើមិនទេបើសិនបើនាងនៅតែបន្តនៅទីនេះគិតកោជាច្រើនអ្នកហោហែនឹងមកដល់ទីនឹងមករករឿងប៉ះពាល់ដល់សន្តិសុខបាទប៉ះពាល់ដល់សុវត្ថិភាពគ្រួសាររបស់គាត់ណាបាទកញ្ញាអេណាដែលយល់ពីការបារម្ភរបស់ប្រូវីកទ័ររបស់យើងក៏សន្យាថានឹងទៅផ្លាស់ទីរស់នៅក្នុងស្ថានភាពនៅយប់នឹងតែម្ដងប្រូវីកទ័ររបស់យើងក៏ងក់ក្បាលឲ្យមុនពេលដែលពួកគេត្រូវឃ្លាតគ្នានោះប្រូវីកទ័ររបស់យើងក៏បានអញ្ជើញកញ្ញាអេណានឹងទៅមើលការប្រកួតបាល់ទាត់របស់កូនប្រុសរបស់គាត់ណាពេលដែលគេបានទៅដល់ទីនោះបាយឃើញថាកូនប្រុសរបស់ប្រូវីកទ័របានលេងបាល់យ៉ាងល្អមែនទែនហើយកំឡុងពេលឈប់សម្រាកបាទចប់ដងនោះប្រូវីកទ័ររបស់យើងក៏បានណែនាំកញ្ញាអេណាទៅកាន់កូនរបស់គាត់ហើយកញ្ញាអេណាក៏បានជំរុញលើកទឹកចិត្តឲ្យកូនប្រុសម្នាក់នឹងមកសុទ្ធមកក្របបន្ថែមទៀតនៅតង់ទី2ចឹងទៅហើយភ្លាមៗយូរប្រហែលឃើញថាអ្នកស្រី Madison ក៏បានមកដល់ទីនឹងដូចគ្នាដែលនេះក៏ធ្វើឲ្យប្រូវីកទ័ររបស់យើងត្រូវបង្ខំចិត្តណែនាំកញ្ញាអេណាទៅកាន់នាងប្រូវីកទ័ររបស់យើងក៏បានបញ្យល់ថាកញ្ញាអេណាជាមិត្តចាស់របស់គាត់ដែលមកលេងរដ្ឋ California នឹងបាទពី3ថ្ងៃណាបាទអ្នកស្រី Madison នៅនេះវិញគ្មានការសង្ស័យអីទេគឺថែមទាំងអញ្ជើញកញ្ញាអេណាទៅញ៉ាំភីសាជាមួយនឹងពួកគេផងដែរបាទ1ម៉ោងបន្ទាប់ពីនោះទៅយើងឃើញថា Pro Victor បាទអ្នកស្រី Madison និងកញ្ញាអេណាកំពុងតែញ៉ាំភីសាជាមួយគ្នាទៅពេលណាកញ្ញាអេណាក៏បានប្រាប់ទៅកាន់អ្នកស្រី Madison ថាតាមពិតទៅនាងនិង Pro Victor គឺធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីអតីតកាលបាទអ្នកស្រី Madison បើទោះបីជាមានការភ្ញាក់ផ្អើលក៏ដោយអ្នកស្រីគឺមិនមានការខឹងក្រោធទេអ្នកស្រីគឺថែមទាំងសួរកញ្ញាអេណាថាតើ Pro Victor កាលពីអតីតកាលហ្នឹងយ៉ាងម៉េចដែរកញ្ញាអេណាក៏បានបញ្ជាក់ថា Pro Victor ជាបរិសុទ្ធដែលមានចិត្តល្អមានទំនួលខុសត្រូវម្នាក់បាទហើយមិនតែប៉ុណ្ណោះអ្នកស្រីក៏បានលើកឡើងថាបាទ Pro Victor នឹងមិនធ្វើឲ្យគ្រួសាររបស់គាត់នៅពេលនេះមានការអាប់អោនមានការធ្លាក់ចុះឡើយបាទលឿននេះភ្លាមបាទអ្នកស្រី Madison បាទពិតជាមានការសប្បាយចិត្តជាខ្លាំងបាទហើយក្រោយពីញ៉ាំអាហាររួចទៅបាទកញ្ញាអេណាក៏លា Pro Victor របស់យើងបាទធ្វើដំណើរទៅកាន់សន្តាគារណានៅពេលដែលបានទៅដល់សន្តាគារកញ្ញាអេណាក៏ជួបជាមួយនឹងបរិសុទ្ធស្វឹងម្នាក់ដែលព្យាយាមអូកាឡាស៊ីចុកនាងណាតែយ៉ាងណាក៏ដោយនាងមិនខ្វល់នោះទេហើយបន្ទាប់ពីនោះទៅយើងឃើញកញ្ញាអេណាក៏បានទៅកាន់បារនៅកន្លែងសន្តាគារនឹងបានដើម្បី refresh ខួរ
ក្បាលរបស់នាងហើយទៅពេលដែរក៏លេចចេញនៅបរោះមុខតែនឹងម្ដងទៀតហើយបាទព្យាយាមអីនាងណាចឹងហើយមិនមកអងឡើយនាងក៏បានចាត់ការទៅកាន់បរោះម្នាក់នឹងហើយនាងក៏បញ្ញាត្រឡប់ទៅកាន់បន្ទប់របស់នាងតែនៅពេលដែលនាងបានបើកទ្វារទៅនោះឃាតករដែលត្រូវបានបញ្ជូនដោយអ្នកស្រីម៉ាសាណានឹងក៏បានធ្វើការវាយប្រហារទៅកាន់កញ្ញាអេណារបស់យើងតែយ៉ាងណាក៏ដោយកញ្ញាអេណាដែលជាឃាតករមានថ្មីដៃខ្លាំងដែរនោះក៏អាចធ្វើការសម្លាប់ចាត់ការទៅកាន់ឃាតករម្នាក់នឹងហើយនាងក៏បានតាក់ទងទៅកាន់ប្រូវីទ័ររបស់យើងបាទបញ្យល់អំពីស្ថានភាពមួយនឹងសូមឲ្យប្រូវីទ័ររបស់យើងយកឡានមួយមកទីនឹងដើម្បីយកសាកសពចេញពីស្ថានភាពនឹងចឹងទៅបាទដំបូងឡើយប្រូវីទ័ររបស់យើងក៏បានបដិសេធដោយពេលវេលានឹងគឺវាយប់ជ្រៅបាត់ទៅហើយនឹងប៉ុន្តែកញ្ញាអេណាក៏លើកឡើងថាឲ្យនាងដេកជាមួយនឹងសាកសពដែលងាប់នៅក្នុងទូតរបស់នាងយ៉ាងម៉េចទៅបានទីប៉ុន្តែប្រូវីទ័ររបស់យើងក៏រៀបចំចេញដំណើរពីផ្ទះរបស់គាត់តែអ្នកស្រីម៉ាឌីសុននៅវិញក៏បានសួរទៅកាន់ប្តីរបស់អ្នកស្រីថាម៉ោងទៅ3ភ្លឺប៉ុណ្ណោះតើបងក៏ចង់ទៅណានឹងប្រូវីទ័ររបស់យើងក៏បានកុហកថាខ្លួនទៅយកឯកសារសំខាន់នៅក្លឹបវឹកហាត់ក្រាតេដូណាបន្ទាប់ពីនោះទៅគាត់ក៏បានតម្រង់ទៅកាន់សន្តាគាររបស់កញ្ញាអេណានឹងហើយក៏បានជួយរៀបចំចាត់ចែងសាកសពនៃឃាតករម្នាក់នឹងបាទសាច់រឿងរបស់យើងបន្ទាប់ពីនោះទៅក៏បានបង្ហាញទៅកាន់អ្នកស្រីម៉ាសាណាកំពុងតែសួរនាំទៅកាន់ជំនួយការរបស់អ្នកស្រីពាក់ព័ន្ធជាមួយនឹងឃាតករសាច់ដុំម្នាក់នឹងណាបាទជំនួយការម្នាក់នឹងក៏បានលើកឡើងថាដូចជាគ្មានដំណឹងអីសោះហើយទស្សនៈពាក់នឹងក៏តាក់ទងមិនចូលទៀតបាទសង្ស័យថាឃាតករម្នាក់នឹងស្លាប់បាត់បង់ជីវិតហើយមើលទៅបាទព្រឹកបន្ទាប់ក៏បានមកដល់ឃើញអ្នកស្រីម៉ាសាណានិងជំនួយការរបស់នាងក៏បានទៅជួបជាមួយនឹងបងប្រុសរបស់នាងដែលមានឈ្មោះថាសាបាទដែលជាអតីតឃាតករជើងខ្លាំងម្នាក់ដែរណាអ្នកស្រីណាក៏បានលើកឡើងថាឃាតករដែលបញ្ជូនទៅនឹងគឺមិនអាចសម្លាប់ចន្ទការទៅកាន់កញ្ញាអេណាបានសម្រេចឡើយលឿននេះភ្លាមបាទលោកសាក៏យល់ព្រមជួយទៅកាន់ប្អូនស្រីរបស់ខ្លួនណាតែយ៉ាងណាក៏ដោយគាត់នៅតែមិនធ្វើរឿងនឹងដោយខ្លួនឯងនោះទេគាត់ក៏បានតាក់ទងទៅកាន់ឃាតករនារីម្នាក់ដែលនាងគឺមិនធ្លាប់បរាជ័យពីមុនឡើយបាទក្នុងការសន្ទនានាងដែរលោកសាក៏បានប្រាប់ទៅកាន់នាងថាប្រសិនបើការងារនឹងជោគជ័យបាទគាត់នឹងផ្ដល់ប្រាក់រង្វាន់បាទទ្វេ1ជា2ទ្វេ1ជា3ទៅកាន់នាងចឹងទៅបាទជាមួយគ្នាដែរឃើញនៅប្រូវីទ័ររបស់យើងក៏បានទៅជួបជាមួយនឹងដៃគូចាស់របស់គាត់ម្នាក់ដែលជាអតីតឃាតករចូលនិវត្តន៍ដែរណាបាទគាត់ក៏បានសួរនាំពាក់ព័ន្ធជាមួយនឹងអ្នកស្រីម៉ាសាណាបាទបរិសម្នាក់ហ្នឹងក៏បានប្រាប់ទៅកាន់ប្រូវីទ័ររបស់យើងថាអ្នកស្រីម៉ាសាណានឹងគឺជាប្អូនប្រុសនៃលោកសាក់ដែលជាឃាតករជើងខ្លាំងម្នាក់កាលពីអតីតកាលហើយគាត់ក៏បានឲ្យយោបល់ដំបូន្មានទៅកាន់ប្រូវីទ័ររបស់យើងឲ្យជួបជាមួយនឹងលោកសាក់ហ្នឹងបាទដើម្បីស្វែងរកដំណោះស្រាយឈ្នះចឹងទៅលើបែបនេះភ្លាមប្រូវីទ័ររបស់យើងក៏បាននិយាយអរគុណទៅកាន់បរិសម្នាក់ហ្នឹងហើយគាត់ក៏មានដំណងធ្វើដំណើរទៅជួបជាមួយនឹងលោកសាក់បាទដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានឹងឯងបាទយើងមើលកញ្ញាអេណានេះវិញកំពុងតែអង្គុយតែម្នាក់ឯងយ៉ាងសេតតែម្ដងនៅកន្លែងកលេងបាល់ទាត់ហ្នឹងហើយមួយយប់ប្រហែលក៏លេចចេញនូវឃាតករដែលត្រូវបានលោកសាក់ហ្នឹងបញ្ជូនមកបានដល់ទីហ្នឹងដែរពួកគេទាំងពីរនាក់គឺធ្លាប់ស្គាល់គ្នាពីមុនប៉ុន្តែពួកគេមិនអាចរក្សាទំនាក់ទំនងបានទៀតទេបាទដែលដឹងពីគោលបំណងរៀងៗខ្លួននោះពួកគេក៏បានបើកការវិភាគគ្នាចុះឡើងបាទយ៉ាងស៊ីសាច់ហត់ឈាមនឹងឯងតែនៅទីបំផុតទៅយើងឃើញថាកញ្ញាអេណាក៏នៅតែអាចសម្លាប់ឆាត់ការទៅកាន់នារីឃាតករនឹងបានដដែលបាទបន្ទាប់ពីនោះទៅយើងឃើញនៅគណៈពេលដែលកញ្ញាអេណាកំពុងឲ្យធ្វើដំណើរទៅកាន់សន្តាគាររបស់នាងនោះប្រូវីទ័ររបស់យើងក៏បានបើកឡានឈប់នៅចំពោះមុខនាងក៏សុំឲ្យនាងចូលទៅក្នុងឡានហើយគណៈពេលដែលកំពុងជិះឡានជាមួយគ្នាកញ្ញាអេណាក៏បានសួរថាតើយើងទៅណានឹងប្រូវីទ័ររបស់យើងក៏បានបញ្យល់ថាយើងនឹងធ្វើដំណើរទៅកាន់ផ្ទះរបស់លោកសាក់បានដើម្បីដោះស្រាយនៅបញ្ហាទាំងឡាយហ្នឹងណាបានពេលដែលពួកគេបានទៅដល់ទីនោះពួកគេក៏ត្រូវបានរារាំងផ្លូវដោយចំណិតរបស់អ្នកស្រីម៉ាសាណាដែលមិនឲ្យពួកគេចូលទៅក្នុងនោះទេប្រូវីទ័ររបស់យើងក៏លើកឡើងថាខ្លួនមកទីនោះដើម្បីទៅជួបជាមួយនឹងលោកសាក់ដែលជាម្ចាស់របស់គាត់ណានៅក្រៅបរិបទហ្នឹងក៏បានលើកឡើងថាបើចង់ចូលទៅយកឈ្នះខ្លួនជាមុនសិនគ្មានជំរឿនអ្វីទេប្រូវីទ័ររបស់យើងក៏វាប្រហារជាមួយនឹងអាប៉ែហ្នឹងហើយកំឡុងនៃការវាប្រហារចុះឡើងទៅប្រូវីទ័ររបស់យើងក៏សុំឲ្យកញ្ញាអេណាបាទទប់ទល់ជាមួយនឹងអាប៉ែហ្នឹងខណៈពេលដែលគាត់ឯនេះវិញក៏បានធ្វើដំណើរឡើងទៅកាន់ជាន់លើដើម្បីជួបជាមួយលោកសាក់ណាកញ្ញាណាគឺមិនបដិសេធទេបាទនាងក៏បានបន្តវាប្រហារជាមួយនឹងប៉ែហ្នឹងហើយដោយឡែកបាទប្រូវីទ័ររបស់យើងឯនេះវិញដែលបានមកដល់ជាន់លើនោះហើយទីផុតទៅប្រូវីទ័ររបស់យើងក៏បានជួបជាមួយនឹងប៉ែសាក់នឹងឯងប៉ែសាក់នឹងក៏បានសួរថាតើឯងត្រូវការអ្វីប្រូវីទ័ររបស់យើងក៏បានបញ្យល់ទៅកាន់លោកសាក់ថាសកម្មភាពប្អូនស្រីរបស់លោកដែលដេញតាមប្រមាញ់សម្លាប់ទៅកាន់កញ្ញាអេណាគឺមានតែធ្វើឲ្យស្ថានភាពនៅពេលនេះបាទកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅលោកសាក់ឯនេះវិញក៏បានឆ្លើយតបថាគំនុំមួយនេះគឺមិនអាចបញ្ឈប់បាននោះទេដោយសារតែកញ្ញាអេណាបានសម្លាប់ស្វាមីប្អូនស្រីរបស់គាត់ចឹងហើយជីវិតគឺត្រូវតែសោកដោយជីវិតលឿននេះភ្លាមប្រូវីទ័ររបស់យើងក៏បានសុំទោសទៅកាន់លោកសាក់ហើយក៏បានគម្រាមថាប្រសិនបើមិនឈប់ទេនោះខ្លួននឹងធ្វើការសម្លាប់ចាត់ការទៅកាន់អ្នកស្រីម៉ាសាណាដោយផ្ទាល់ដៃតែម្ដងបាទសម្ដីនេះគឺធ្វើលោកសាក់
ខាងក្រៅជាខ្លាំងហើយប្រកេតទាំងពីរនេះក៏បានធ្វើការវាយប្រហារជាមួយគ្នាបានក្រោយពីបានវាយគ្នាចុះឡើងបើយ៉ាងក្តៅកកទៅទីបំផុតទៅប្រូវីកទ័ររបស់យើងក៏អាចប្រើប្រាស់អាវុធរបស់គាត់សម្រាប់ចាត់ការទៅកាន់លោកសាក់នឹងឯងបាទជាមួយគ្នាដែរកញ្ញាអេណានេះវិញក៏បានវាយឲ្យកូនចៅរបស់អ្នកស្រីម៉ាសាណានឹងសន្លប់អត់ស្មារតីដូចគ្នាប៉ុន្តែនាងមិនផ្ដាច់ជីវិតទៅកាន់តែប៉ែដឹងឡើយដោយសារតែប៉ែដឹងវានៅមានរូបរាងសង្ហាខ្លះៗបាទថ្ងៃបន្ទាប់ក៏បានមកដល់យើងឃើញថាកញ្ញាអេណានិងប្រូវីកទ័ររបស់យើងគឺស្ថិតនៅកន្លែងមាត់ទន្លេបាទដែលពួកគេបានបោះសាកសពរបស់អបិសៈនៅទីនោះហើយពួកគេក៏បានតាក់ទងទៅកាន់អ្នកស្រីម៉ាសាណាប្រាប់ថាបងប្រុសរបស់នាងត្រូវបានសម្លាប់បាត់ទៅហើយគោលដៅបន្ទាប់គឺជានាងនឹងឯងបាទនៅពេលលើនេះភ្លាមបាទអ្នកស្រីម៉ាសាណាបាទពិតជាមានការខឹងក្រោធជាខ្លាំងហើយក៏បានបបួលកញ្ញាអេណាមកផ្ទះរបស់នាងដើម្បីប្រយុទ្ធបាទមួយស្មើស៊ីសាច់ហត់ឈាមតែម្ដងកញ្ញាណាក៏យល់ព្រមតាមសំណើរបស់អ្នកស្រីម៉ាសាណាត្រឡប់ទៅប្រយុទ្ធជាមួយគ្នានៅក្នុងទីក្រុងញូវយ៉កចឹងទៅបាទបន្ទាប់ពីបាននិយាយទូរស័ព្ទប៉ុណ្ណឹងទៅជំនួយការរបស់អ្នកស្រីម៉ាសាណាបានប្រាប់ទៅកាន់អ្នកស្រីម៉ាសាណាថាកញ្ញាអេណានឹងគឺទទួលជំនួយពីអតីតបាទសង្សាររបស់នាងគឺជាប្រូវីកទ័រណាលឿននេះភ្លាមអ្នកស្រីម៉ាសាណាក៏បានបញ្ជាឲ្យជំនួយការរបស់នាងម្នាក់នឹងជួលឃាតករជើងខ្លាំងបំផុតដែលមានឈ្មោះថា Mitchell ដែលជាជើងខ្លាំងបំផុតនៅលើโลกនេះបាទយើងមើលពាក់ Mitchell នេះវិញបាទក្រោយពីបានបំពេញបេសកកម្មរបស់ខ្លួនសម្រាប់ចាត់ការទៅកាន់គោលដៅរបស់ខ្លួនម្នាក់ហើយនោះក៏ទទួលទូរស័ព្ទពីជំនួយការរបស់អ្នកស្រីម៉ាសាណាក៏បានជួលពាក់នឹងសម្រាប់ទៅកាន់កញ្ញាអេណាហើយពាក់នឹងក៏បានយកព្រមធ្វើដំណើរទៅកាន់ក្លឹបហ្វឹកហាត់ការ៉ាតេដូរបស់ប្រូវីកទ័រអញ្ចឹងទៅដល់ពាក់នឹងធ្វើដំណើរពីប្រទេសជប៉ុនបាទពេលយប់ក៏បានមកដល់យើងឃើញថាកញ្ញាអេណារបស់យើងគឺគ្រប់តាមសន្យារបស់នាងជាមួយនឹងអ្នកស្រីម៉ាសាណាក៏បានមកដល់ទីក្រុងញូវយ៉កនឹងហើយក៏បានសម្រុកចូលមកដល់ទីស្នាក់ការរបស់អ្នកស្រីម៉ាសាណាហើយត្រូវប្រឈមមុខជាមួយនឹងជំនួយការរបស់អ្នកស្រីម៉ាសាណានឹងឯងបាទម្ដងនេះបាទកញ្ញាអេណារបស់យើងមិនអត់ឱនពាក់នឹងទៀតនោះទេក្រោយពីបានវាប្រហារគ្នាចុះឡើងទៅនាងក៏បានសម្លាប់ទៅកាន់បរិសម្នាក់នឹងនៅក្នុងអាងទឹកតែម្ដងបាទឃើញថាជំនួយការរបស់នាងស្លាប់បាត់បង់ជីវិតអ្នកស្រីម៉ាសាណានេះវិញក៏បានចូលមកដល់អាងទឹកនឹងដែរប្រឈមមុខជាមួយនឹងកញ្ញាអេណានឹងឯងតែយ៉ាងណាក៏ដោយកញ្ញាអេណារបស់យើងក៏អាចសម្លាប់ទៅកាន់អ្នកស្រីម៉ាសាណានឹងបានយ៉ាងងាយបាទថ្ងៃបន្ទាប់ក៏បានមកដល់ឃើញថាឃាតករឈ្មោះថា Mitchell នឹងក៏បានមកដល់រដ្ឋ California នឹងហើយក៏បានតម្រង់ទៅកាន់ក្លឹបហ្វឹកហាត់ការ៉ាតេដូរបស់ប្រូវីកទ័ររបស់យើងតែមិនបានជួបជាមួយកញ្ញាអេណានោះទេបានត្រឹមតែជួបជាមួយនឹងកូនប្រុសរបស់ប្រូវីកទ័រតែប៉ុណ្ណោះដែលកំពុងតែហ្វឹកហាត់នឹងហើយពេលហ្នឹងក៏បានចាប់ចម្រិតកូនប្រុសរបស់ប្រូវីកទ័របានដើម្បីបញ្ឆោតឲ្យកញ្ញាអេណាមកជួបជាមួយនឹងពេលហ្នឹងបាទមិនយូរប៉ុន្មានតទៅនឹងទៅឃើញថាប្រូវីកទ័ររបស់យើងដែលបានមកដល់ក្លឹបហ្វឹកហាត់ក្បាច់គុណរបស់គាត់នោះក៏បានឃើញទូរស័ព្ទមួយដែលតែជាវីដេអូមកគាត់ឯងនៅក្នុងវីដេអូខលនឹងដែរគាត់ក៏បានសម្លឹងឃើញកូនប្រុសរបស់គាត់ត្រូវបានចាប់ជាចំណាក់ខ្មាំងហើយពាក់ Mitchell នេះវិញក៏បានបង្ហាញមុខនិយាយទៅកាន់ប្រូវីកទ័ររបស់យើងថាបើសិនបើឯងចង់បានកូនប្រុសរបស់ឯងវិញនោះឯងត្រូវតែនាំកញ្ញាអេណាមកដល់ទីតាំងមួយដែលយើងកំពុងតែស្ថិតនៅនឹងបាទលើក្តីកំហឹងប្រូវីកទ័ររបស់យើងក៏បញ្ញាធ្វើដំណើរទៅកាន់ទីតាំងមួយនឹងហើយគណៈពេលធ្វើដំណើរនោះដែរប្រូវីកទ័ររបស់យើងក៏បានផ្ញើជាវ៉យមួយទៅកាន់កញ្ញាអេណាប្រាប់នាងថាកូនប្រុសរបស់គាត់ត្រូវបានគេចាប់ចម្រិតនៅទីតាំងដែលអបិ Mitchell ប្រាប់នឹងកាត់មកដល់ជុតនេះវិញបាទប្រូវីកទ័ររបស់យើងក៏បានមកដល់ទីតាំងមួយនឹងហើយគាត់ក៏បានធ្វើការវិភាគទៅកាន់កងអង្គរៈទាំងឡាយដែលស្ថិតនៅកន្លែងជាន់ក្រោមហ្នឹងណាហើយទីផុតទៅបាទគាត់ក៏ត្រូវប្រឈមមុខជាមួយនឹងឃាតករ2នាក់ទៀតបាទដែលជាកូនចៅចំណិតរបស់ពាក់ Mitchell ហ្នឹងតែប្រូវីកទ័ររបស់យើងក៏អាចសម្លាប់ចាត់ការពួកគេទាំងពីរបានយ៉ាងងាយហើយប្រូវីកទ័ររបស់យើងក៏បានបន្តឡើងទៅជាន់លើនឹងថែមទៀតអញ្ចឹងទៅបាទយើងមើលកញ្ញាណានេះវិញនាងក៏បានចូលមកដល់ក្បែរអបិ Mitchell ហ្នឹងហើយនាងគឺព្យាយាមធ្វើការវាយប្រហារវាឆ្មក់ពីក្រោយទៅកាន់អបិ Mitchell តែអបិ Mitchell ក៏ដឹងខ្លួនតន់ហើយពួកគេទាំងពីរនាក់ក៏បានបើកការវាយប្រហារវាប្រយុទ្ធជាមួយគ្នាអញ្ចឹងទៅបាទក្រោយពីបានវាយប្រហារគ្នាចូលឡើងទៅកញ្ញាណាក៏បានប្រាប់អបិ Mitchell នឹងថាអ្នកស្រីម៉ាសាណាដែលបញ្ជាឲ្យឯងសម្លាប់យើងនោះនាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយយ៉ាងណាក៏ដោយអបិ Mitchell គឺលើកឡើងថាក្នុងនាមជាឃាតករអាជីពម្នាក់នោះដែលទទួលបានលុយគេពេញលេញហើយគឺមិនចាំបាច់ខ្វល់អ្នកដែលជួខ្លួនស្លាប់រស់ឡើយត្រូវតែសម្លាប់ចាត់ការទៅកាន់កញ្ញាអេណាឲ្យបាននិយាយប៉ុណ្្នឹងហើយបាទពួកគេទាំងពីរនាក់ក៏បានបន្តវាយប្រហារគ្នាចូលឡើងទៅតែទីផុតទៅយើងឃើញថាកញ្ញាអេណាមិនអាចទប់ទល់ជាមួយនឹងអបិ Mitchell នឹងឡើយបាទនាងក៏បានសន្លប់បាត់ស្មារតីអបិ Mitchell នេះវិញក៏បានស្ទាបជីបចររបស់នាងក៏បានឃើញថាដូចជាគ្មានបាជីបចរគ្មានចង្វាក់បេះដូងឡើយនាងប្រកាសជាស្លាប់បាត់បង់ជីវិតបាទជាមួយគ្នាដែរឃើញថាកូនប្រុសរបស់ប្រូវីកទ័រនេះវិញក៏បានបាកាត់ចំណងបានសម្រេចហើយព្យាយាមធ្វើការវាយប្រហារទៅកាន់អបិ Mitchell នឹងតែមុនពេលដែលស្ថានភាពបាទកាន់តែតានតឹងជាងនេះនោះប្រូវីកទ័ររបស់យើងក៏បានមកដល់ទីនឹងតាន់ពេលវេលាហើយក៏បានប្រឈមមុខជាមួយនឹងអបិ Mitchell នឹងវាយប្រហារជាមួយគ្នានឹងឯងយ៉ាងណាក៏ដោយក្រោយពីបានវាយប្រហារតែបន្តិចអបិនឹងក៏បានលើកឡើងថាកិច្ចការរបស់ខ្លួនគឺមិនមែនសម្លាប់ទៅកាន់ប្រូវីកទ័រឬក៏កូនប្រុសរបស់ប្រូវីកទ័រឡើយចឹងហើយបាទពួកគេមិនចាំបាច់ប្រយុទ្ធគ្នាទៀតនោះទេ
Frank Mitchell ក៏សម្រេចចិត្តចាក់ចេញពីទីនឹងបាទប៉ុន្តែអ្វីដែលនឹកស្មានម្ដងគឺថាកញ្ញាអេណានេះវិញគឺមិនទាន់ស្លាប់បាត់បង់ជីវិតឡើយនាងធ្វើពុតជាស្លាប់តែប៉ុណ្ណោះហើយប្រវិទ្យារបស់យើងពិតជាមានការងើយឆ្ងល់មែនទែនសួរអំពីវិធីដែលនាងធ្វើពុតជាស្លាប់កញ្ញាអេណាក៏បានបញ្យល់ថាវាគឺជាសមត្ថភាពរបស់នាងដែលនាងអាចបញ្ឈប់ជីបចោបញ្ឈប់ចង្វាក់បេះដូងរបស់នាងបានមួយសន្ទុះដើម្បីបោកបញ្ឆោតខ្មាំងសត្រូវរបស់នាងបាទទីប៉ុន្តែប្រវិទ្យារបស់យើងក៏ជួយសង្គ្រោះកញ្ញាអេណានិងកូនប្រុសរបស់គាត់ចាក់ចេញពីទីនឹងហើយឈុតបញ្ចប់សាច់រឿងរបស់យើងឃើញថាកញ្ញាអេណាកំពុងតែជិះម៉ូតូរបស់នាងចាក់ចេញពីរដ្ឋកាលីហ្វ័រញ៉ាមួយនឹងខណៈពេលដែលប្រវិទ្យារបស់យើងនេះវិញកំពុងតែបន្តការងារជាគ្រូបង្វឹកនៅក្នុងក្លឹបការ៉ាតេដូរបស់គាត់ទៅមុខទៀត